រឿងដើមកំណើតឆ្នាំទាំង12ភាគ2ព្រះចៅអឌិរេសួរបានប្រទានពរនឹងកំណត់ជោគជាតារាសីដល់តំណែងទី1កណ្ដុលទោះបីឯងប្រែល្បិចប៉ុន្តែឯងមានប្រាជ្ញាវាងវៃជាងគេហេតុនេះមនុស្សដែលកើតក្នុងឆ្នាំជូតតែងតែមានប្រាជ្ញាឆ្លៀវវៃពូកែសង្កេតរហ័សរហួនចេះរស់រានមានជីវិតក្នុងគ្រប់កាលៈទេសៈប៉ុន្តែក៏រៀងអាត្មនិយមបន្តិចដែរបន្ទាប់មកព្រះអង្គបានងាកទៅរកតំណែងទី2គោអើយឯងតំណាងឲ្យកម្លាំងនិងសេចក្តីស្មោះត្រង់គ្មានគូប្រៀបអ្នកដោយកើតក្នុងឆ្នាំឆ្លូវភាគច្រើនជាមនុស្សមានចិត្តធ្ងន់ឧស្សាហ៍ព្យាយាមធ្វើការមិនខ្លាចនឿយហត់ស្មោះត្រង់និងតែងតែជាទីពឹងដ៏រឹងមាំសម្រាប់គ្រួសារនិងមិត្តភក្តិចូលដល់តំណែងទី3ព្រះអង្គបានប្រទានពរដល់ខ្លាឯងជាស្ដេចសត្វព្រៃពោពេញដោយភាពអង់អាចនិងអំណាចដឹកនាំមនុស្សឆ្នាំខាលជាទូទៅមានភាពក្លាហានម៉ឺងម៉ាត់មានទំនុកចិត្តលើខ្លួនឯងខ្ពស់ចូលចិត្តធ្វើជាអ្នកដឹកនាំប៉ុន្តែក៏ឆាប់ខឹងនិងចូលចិត្តប្រថុបប្រថុយផងដែរសម្រាប់តំណែងទី4ព្រះអង្គបានប្រទានពរដល់សត្វទន្សាយតូចឯងមានភាពទន់ភ្លន់និងដឹងក្តីខុសត្រូវច្បាស់លាស់អ្នកឆ្នាំថោះច្រើនតែមានអត្តចរិតសុភាពរាបសារស្រឡាញ់សន្តិភាពមានទេពកោសល្យសិល្បៈហ្មត់ចត់ក្នុងការសម្រេចចិត្តនិងមិនចូលចិត្តការឈ្លោះប្រកែកឡើយសត្វទាំង4នេះបានក្លាយទៅជាសសរស្តម្ភដំបូងនៃចក្រវាឡចុះចំណែកកាយអ្នករាជពស់សេះនិងពពែវិញតើពួកវាមានអត្ថកម្បាំងជោគចតារាសីបែបណាខ្លះព្រះចៅអឌិរេសួរបានងាកទៅរកអ្នករាជដែលជាម្ចាស់តំណែងទី5ទ្រង់បានប្រទានពរដោយពន្លឺពណ៌មាសនិងត្បូងមរកតអ្នករាជអើយឯងជាតំណាងនៃសេចក្តីល្អសិរីសួស្តីនិងអំណាចទាបមនុស្សដែលកើតក្នុងឆ្នាំរោងច្រើនតែមានបុណ្យបារមីខ្ពស់ឆ្លាតវៃមានមហិច្ឆតាធំចូលចិត្តជួយអ្នកដទៃនិងតែងតែនាំមកនូវសិរីសួស្តីដល់គ្រួសារចូលដល់តំណែងទី6ព្រះអង្គបានប្រទានពរដល់ពស់អើយឯងមានប្រាជ្ញាជ្រាលជ្រៅនិងញៀនដឹងពិសេសអ្នកឆ្នាំម្សាញ់ច្រើនតែជាមនុស្សមានប្រាជ្ញាជ្រាលជ្រៅពូកែសង្កេតមានមន្តស្នេហ៍ទាក់ទាញធ្វើរឿងអ្វីមួយតែងតែគិតគូរល្អិតល្អន់ប៉ុន្តែក៏ពូកែលាក់អារម្មណ៍ផងដែរបន្ទាប់មកព្រះអង្គបានបញ្ចេញរស្មីប្រទានពរដល់សត្វសេះតំណែងទី7សេះដ៏អង់អាចឯងជានិមិត្តសញ្ញានៃសេរីភាពនិងថាមពលមិនចេះវិនាសមនុស្សឆ្នាំមមីតែងតែមានភាពរួសរាយរាក់ទាក់ស្រឡាញ់សេរីភាពចូលចិត្តធ្វើដំណើរស្វាហាប់ក្នុងការងារប៉ុន្តែក៏ឆាប់ធុញទ្រាន់និងរៀងមានចិត្តរឹងរូសបន្តិចដែរសម្រាប់តំណែងទី8ព្រះអង្គបានទុតមេលសត្វពពែដែលស្លួតមាត់ដោយក្តីមេត្តាពពែដែលស្លួតមាត់សេចក្តីល្អរបស់អ្នកនឹងនាំមកនូវភាពត្រជាក់ត្រជុំអ្នកដែលកើតឆ្នាំមមែច្រើនតែមានអត្តចរិតទន់ភ្លន់សុភាពរាបសារមានមនោសញ្ចេតនាជ្រាលជ្រៅមានទេពកោសល្យខ្ពស់ក្នុងសិល្បៈប៉ុន្តែច្រើនតែមិនសូវមានភាពក្លាហានក្នុងការសម្រេចចិត្តធំនោះទេតារានិករទាំង4នេះក៏បានរំកិលខ្លួនចូលទៅផ្គុំគ្នានៅលើនាឡិកាចក្រវាឡឥឡូវនេះនៅសល់តែតំណែង4ចុងក្រោយប៉ុណ្ណោះគឺស្វាមាន់ឆ្កែនិងជ្រូកព្រះចៅអឌិរេសួរបានងាកមកប្រទានពរដល់សត្វស្វាក្នុងតំណែងទី9ស្វាដ៏ឆ្លាតវៃប្រាជ្ញារបស់ឯងគ្មានឧបសគ្គណាអាចរារាំងបានឡើយមនុស្សដែលកើតក្នុងឆ្នាំវកច្រើនតែមានប្រាជ្ញាឆ្លៀវវៃពូកែដោះស្រាយបញ្ហាមានភាពកំប្លុកកំប្លែងនិងឆាប់រៀនយល់ពីអីថ្មីប៉ុន្តែក៏រៀងរពើសនិងឆាប់ផ្លាស់ប្ដូរចិត្តផងដែរចូលដល់តំណែងទី10ព្រះអង្គបានប្រទានពរដល់សត្វមាន់សម្លាញ់អើយឯងតំណាងឲ្យភាពជាក់លាក់និងសេចក្តីក្លាហានញាក់ឆ្នាំរកាជាទូទៅគឺជាមនុស្សឧស្សាហ៍ព្យាយាមមានទំនុកចិត្តលើខ្លួនឯងខ្ពស់ចូលចិត្តភាពស្អាតបាតនិងនិយាយស្ដីត្រង់ប៉ុន្តែក៏អាចជាមនុស្សរឹងរូសនិងពូកែរិះគន់បន្តិចដែរបន្ទាប់មកព្រះអង្គបានប្រទានពរដល់សត្វឆ្កែក្នុងតំណែងទី11ឆ្កែដ៏ស្មោះត្រង់គ្មានសេចក្តីស្រឡាញ់ណាធំធេងជាងការលះបង់របស់ឯងឡើយអ្នកឆ្នាំចតែងតែមានសេចក្តីស្មោះត្រង់បំផុតជាមិត្តភក្តិដ៏ល្អតែងតែជួយយកអាសារអ្នកដទៃនិងមានយុត្តិធម៌តែពេលខ្លះក៏ជួយចិត្តព្រួយបារម្ភច្រើនហួសហេតុផងដែរជាចុងក្រោយព្រះអង្គបានប្រទានពរដល់សត្វជ្រូកតំណែងទី12ជ្រូកដ៏សប្បុរសបរោះឯងជាតំណាងនៃសេចក្តីសុខសាន្តភាពនិងភាពបរិបូរណ៍មនុស្សដែលកើតឆ្នាំកុលភាគច្រើនជាមនុស្សសប្បុរសចិត្តទូលទាលាយមិនសូវចិត្តខឹងច្រឡូត
ចូលចិត្តសេចក្តីសុខនឹងតែងតែមានសំណាងខាងហិរញ្ញវត្ថុដោយមិនបាច់ប្រឹងប្រែងខ្លាំងពេកនោះទេតារានិករទាំង4ចុងក្រោយនេះក៏បានចូលទៅបំពេញចន្លោះប្រហោងនៃនាឡិកាចក្រវាឡវត្តកាលនៃថេមីតេទាំង12ឆ្នាំត្រូវបានបញ្ចប់ជាស្ថាពរចាប់ពីថ្ងៃនោះមកសត្វទាំង12នេះក៏បានក្លាយទៅជាស្ដេចតំណាងឆ្នាំជួយយាមកាមពេលវេលានិងកំណត់ជោគវិវាសនារបស់មនុស្សជាតិរហូតមកបោសពថ្ងៃនេះឯងរៀបពាន់ឆ្នាំបានកំឡងផុតទៅវត្តកាលនៃថេមីតេតែងតែវិលវល់អ៊ឹតឈប់ឈរនៅលើឋានកណ្ដាលចំណែកឯគំនុំរវាងសត្វឆ្មានិងសត្វកណ្ដុរក៏នៅតែបន្តទៅទីណាឲ្យតែឆ្មាឃើញកណ្ដុរវានឹងដេញតាមមិនលែងឡើយជារៀងរាល់ឆ្នាំមនុស្សលោកតែងតែប្រារព្ធពិធីចូលឆ្នាំថ្មីយ៉ាងអដឹកអធមដើម្បីទទួលអំណោយគុណនិងផ្លាស់ប្ដូរវេននៃការគ្រប់គ្រងរបស់សត្វតំណាងឆ្នាំនីមួយៗដោយក្តីគោរពបំផុតមានក្មេងស្រីម្នាក់ដែលមានវេទមន្តនៅក្នុងព្រៃវេទមន្តដ៏ធំមួយពិតមែនឬបាទនាងមានមិត្តសត្វល្អៗជាច្រើនប៉ុន្តែរឿងរ៉ាវមិនទាន់ចប់ត្រឹមនេះទេនៅទីជម្រៅដ៏ងងឹតបំផុតនៃចក្រវាឡកម្លាំងងងឹតដ៏គួរឲ្យខ្លាចមួយបានភ្ញាក់ដឹងតួវាគឺជាបិសាចនានជាអំបោអសុរកាយចាស់វេសាដែលរស់រានបានដោយសារការជញ្ជុកយកធម៌ពលនៃភាពវៃចុលដោយសារតែនាឡិកាចក្រវាឡបានរៀបចំពេលវេលាឲ្យមានសម្ដាប់សម្ដោយបិសាចនានបានបាត់បង់ចំណីរបស់វាខឹងសម្បាយយ៉ាងខ្លាំងនិងហោះសម្ដែងមកឋានសួគ៌ដើម្បីបំផ្លាញវត្តកាលនៃចក្រវាឡចោលនៅឋានកណ្ដាលសត្វឆ្មាដែលជាសត្វពូកែសម្លឹងក្នុងរាត្រីងងឹតជាងគេបំផុតបានកត់សម្គាល់ឃើញភាពមិនប្រក្រតីនេះមុនគេគ្រោះថ្នាក់ភាពងងឹតកំពុងលេបត្របាប់ឋានសួគ៌ហើយសំឡេងប្រមានរបស់សត្វឆ្មាបានទៅដល់ព្រះត្រចៀកព្រះចៅអធិរាជស្របពេលនេះផងដែរនាឡិកាចក្រវាឡក៏ចាប់ផ្ដើមរង្គើថាមពលងងឹតនេះមិនអាចទៅរួចទេមិនទាន់បានត្រៀមខ្លួនផងបិសាចនានដ៏កាយសាហាវបានវាយបំបែកក្តោងទ្វារមហាសង្ក្រាន្តវាយលុកចូលឋានសួគ៌ដោយកម្លាំងបោកបក់ដួចព្យុះសង្គ្រោះក្នុងគ្រាអាសន្នព្រះចៅអធិរាជសួរបានកោះហៅស្ដេចឆ្នាំទាំង12ជាបន្តស្ដេចឆ្នាំទាំង12ដល់ពេលដែលអ្នកត្រូវបង្ហាញសមត្ថភាពពិតដើម្បីការពារចក្រវាឡហើយសង្គ្រាមដើម្បីការពារសម្ដាប់សម្ដោយចក្រវាឡបានចាប់ផ្ដើមបិសាចនានក្រហើមយ៉ាងកក្រើកត្រៀមលេបត្របាក់រស្មីរបស់ឋានសួគ៌ទាំងមូលកណ្ដុរដែលជាម្ចាស់ដំឡែងទី1មិនប្រើកម្លាំងបាយទេវាប្រើភាពវៃថ្លានិងរហ័សរហួនរត់ឆ្វេងឆ្វាយបង្កើតជារូបភាពសុបមញ្ញធម៌ដើម្បីបង្វែងចំណាប់អារម្មណ៍របស់បិសាចវាយមិនត្រូវទេអាបិសាចលឹងអ៊ុងបិសាចមានភាពវង្វេងវង្វាន់និងខឹងសម្បាយយ៉ាងខ្លាំងខឹងខ្លាំងពេកបិសាចក៏ព្រួញថាមពលងងឹតសម្លាប់កណ្ដុរភ្លាមគោដ៏រឹងមាំស្ទុះមកពីងពីមុខយ៉ាងលឿននៅពីក្រោយឈៀងកណ្ដុរគោតំណាងឲ្យភាពអត់មុតនិងកម្លាំងការពារដ៏អស្ចារ្យវាបានបញ្ចេញខៀវវែកមុនពួរមាសទប់ទល់នឹងថាមពលបិសាចមិនឲ្យគម្រើបានសំបីមួយចំអាំ No matter how hard you push, I will not yield. Impossible. You cannot withstand this much darkness. ឱកាសបានមកដល់ខ្លាដែលជាស្ដេចតំណាងភាពអង្អាតនិងការវាយបលុកបានលោតស្ទុះពីលើអាកាសនាំមកនឹងអណ្ដើតភ្លើងដ៏កាយសាហាវទទួលយកកំហឹងរបស់ស្ដេចព្រៃទៅកម្លាំងភ្លើងរបស់ខ្លាបានបុកទង្គិចយ៉ាងពេញទំហឹងនិងកាត់ផ្ដាច់ការវាយប្រហាររបស់វាបានសម្រេចប៉ុន្តែបិសាចនានគឺជាតំណាងនៃភាពវៃចលវាមិនត្រឹមតែមិនរបួសទេថែមទាំងស្រូបយកថាមពលកំហឹងរបស់ខ្លាធ្វើឲ្យវាកាន់តែធំនិងខ្លាំងជាងមុនទៀតផងកណ្ដុរដ៏វៃថ្លាដឹងភ្លាមថាការប្រើកម្លាំងបាយមិនអាចឈ្នះវាបានទេយុទ្ធសាស្ត្រថ្មីត្រូវបានរៀបចំកម្លាំងបាយសម្រាប់វាមិនបានទេតុនសាយប្រែក្បាច់ទុនភ្លុនរបស់អ្នកទៅតែតុនសាយនឹងចេញក្បាច់អ្វីទៅសូមរងចាំទស្សនាបន្ត